សម្ដេចតេជោហ៊ុនសែនបញ្ជាក់ឲ្យវាបកគ្រប់ចំណុចដែលទាហានឈ្លានពានថៃបានមកលើកម្ពុជាក្រោយកម្ពុជាអត់ធ្មត់ជាង24ម៉ោងក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញពីតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនៃព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងទ័ពប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាគ្រប់ចំណុចដែលខ្មាំងវាចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តទ័ពវាចូលទីតាំងយើងពួកគេមិនអាចទូលានដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទុកទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអាចអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់លោកនោះទេចុងក្រោយខ្ញុំកំពុងតាមដានមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាលមោកនឹងសង្គ្រាមពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាឬកាត់ទឹកដីឲ្យថៃដើម្បីដូរយកសន្តិភាពនៅពេលនេះយើងវាបកដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាបកតបតដើម្បីការពារទឹកដីយើង